นี่คือวิดีโอบานของเขาปีกองทัพเสียมของโอนบ่จังยังจังใหญ่เตะตรงជាមួយនឹងโดรนบ่จังโดรนคือสำคัญពេលដែលកងទ័ពយើងផ្លិចខ្លួនគឺអត់ដឹងថាโดรននឹងវាហោះមកពីណាទេហើយនៅពេលដែលโดรนនឹងវាចាប់ទីតាំងបានចឹងវាគ្រោះថ្នាក់ណាស់បងប្អូនបាទចឹងបានថាបើសិនជាយើងអាចការពារផ្លូវអាកាសបានដូចជាโดรនឬក៏យន្តហោះចឹងខ្ញុំគិតថាពិតជាល្អមែនទែនហើយបើយើងប្រយុទ្ធថ្មើរជើងយើងឈ្នះវាឈ្នះពួកអាសៀមហ្នឹងហើយអញ្ចឹងបើសិនជាផ្លូវអាកាសយើងទប់ទៅត្រឹមโดรនសិនណាបងប្អូនណាទប់โดรនឲ្យជាប់សិនអញ្ចឹងខ្ញុំគិតថាអាចទៅរួចបាទយើងអាចមានសង្ឃឹមឈ្នះវាច្រើនបាទដោយបងប្អូនមើលក្នុងវីដេអូនេះអញ្ចឹងអានេះគឺโดรនវាចាប់ទីតាំងយើងច្បាស់តែម្ដងអញ្ចឹងយើងចង់ធ្វើអីក៏វាដឹងអស់ដែរបាទអញ្ចឹងហានិភ័យខ្លាំងណាស់បងប្អូនបាទហើយវីរៈកងទ័ពរបស់យើងគឺពួកគាត់នៅក្នុងលេនដ្ឋានក៏គាត់អត់ទៅបានមើលលើទេបើសិនជាយើងនៅបណ្ដោយឲ្យโดรនវាហោះបែបនេះនៅស៊ើបការបានបែបនេះទៀតអញ្ចឹងខ្ញុំគិតថាវាគ្រោះថ្នាក់សម្រាប់បងកងទ័ពរបស់យើងនៅជួរមុខបងប្អូនបាទទីគាត់នៅក្នុងលេនដ្ឋានហើយវាគ្រោះថ្នាក់មែនទែនអញ្ចឹងមានតែស្នើសុំឲ្យខាងរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់លើឲ្យគាត់មានវិធានការទៅលើโดรនឲ្យបានឆាប់រហ័សតែម្ដងបាទអរគុណនេះគឺជាវីដេអូបាន